យប់មួយបុរសម្នាក់ឈ្មោះគូវីរៈកាន់ឈើឆក់ត្រីដើរឆ្ពោះទៅមាត់អូរខាងក្រោយភូមិពន្លឺព្រះច័ន្ទភ្លឺស្រាលបញ្ចាំងលើផ្ទៃទឹកស្ងប់ស្ងាត់សំឡេងកង្កែបនិងសត្វយប់ធ្វើឲ្យបរិយាកាសស្ងប់ស្ងាត់ជាងធម្មតាខណៈដែលវីរៈកំពុងបត់ជើងចូលព្រៃតូចមួយជិតអូរស្រាប់តែគាត់ទើសំឡេងមនុស្សនិយាយស្រាលនិងសំឡេងដកដង្ហើមប្លែកគាត់ឈប់ជំហានមើលទៅមុខដោយភាពភ្ញាក់ផ្អើលក្រោមដើមឈើធំមួយមានបុរសនិងស្ត្រីពីរនាក់កំពុងនៅជិតគ្នាខ្លាំងក្នុងទម្រង់ដែលបង្ហាញថាពួកគេកំពុងលាក់លៀមពីភ្នែកអ្នកភូមិវីរៈមានអារម្មណ៍ច្របូកច្របល់មុខក្តៅនិងចិត្តរំភើបដោយអចេតនាគាត់មិនចង់រំខានឬបង្កបញ្ហាអ្វីឡើយទើបតែថយជំហានវិញយ៉ាងស្ងៀមស្ងាត់នៅក្នុងចិត្តគាត់គិតថាមនុស្សគ្រប់រូបសុទ្ធតែមានជ្រុងមួយដែលលាក់សម្ងាត់ហើយយប់គ្រាន់តែបង្ហាញអ្វីដែលថ្ងៃមិនអាចបង្ហាញបានវីរៈត្រឡប់ទៅមាត់អូរវិញបន្តឆក់ត្រីដោយចិត្តមិនស្ងប់ដូចមុនទៀតទឹកអូរនៅតែហូរយឺតដូចជាកំពុងរំលឹកគាត់ថាជីវិតមនុស្សក៏ហូរទៅដោយសេចក្តីសម្ងាត់អារម្មណ៍និងការជ្រើសរើសផ្លូវដើរផ្ទាល់ខ្លួនយប់នោះក្រោយពីវីរៈត្រឡប់មកផ្ទះគាត់ដាក់ឈើឆក់ត្រីនៅជ្រុងផ្ទះហើយអង្គុយស្ងៀមលើគ្រែឈើចាស់ទោះបីរាងកាយនឿយហត់ក៏ដោយប៉ុន្តែចិត្តគាត់មិនអាចសម្រាកបានឡើយរូបភាពដែលបានឃើញក្រោមដើមឈើនៅមាត់អូរវិលត្រឡប់មកក្នុងគំនិតម្ដងហើយម្ដងទៀតហេតុអ្វីបានជាខ្ញុំទៅឃើញអ្វីបែបនេះគាត់សួរខ្លួនឯងក្នុងភាពស្ងប់ស្ងាត់ព្រឹកឡើងវីរៈទៅផ្សារលក់ត្រីដូចធម្មតាអ្វីដែលធ្វើឲ្យបេះដូងគាត់លោតខ្លាំងគឺការឃើញស្ត្រីម្នាក់ក្នុងផ្សារដែលមានរូបរាងនិងសម្លៀកបំពាក់ស្រដៀងនឹងស្ត្រីដែលគាត់បានឃើញយប់មិញនាងញឹមនិយាយជាមួយអ្នកភូមិដូចជាមនុស្សធម្មតាម្នាក់គ្មានអ្វីបង្ហាញថាមានអាចកំបាំងលាក់ខ្លួននៅក្រោយស្នាមញឹមនោះឡើយវីរៈបង្រួមភ្នែកឆ្កួតចិត្តបន្តិចគឺខ្ញុំគិតច្រើនពេកប៉ុន្តែចាប់តាំងពីថ្ងៃនោះមកគាត់ចាប់ផ្ដើមមានអារម្មណ៍មិនសុខចិត្តពេលឃើញមនុស្សពីរនាក់និយាយជិតស្និទ្ធគ្នាគាត់យល់ថាភូមិតូចមួយនេះពោពេញដោយសម្ងាត់ដែលមនុស្សគ្រប់គ្នាកំពុងលាក់ពីគ្នាយប់មួយទៀតវីរៈត្រូវទៅឆក់ត្រីម្ដងទៀតព្រោះជីវភាពមិនអនុញ្ញាតឲ្យគាត់ឈប់ធ្វើការទោះចិត្តមិនចង់ទៅកន្លែងចាស់នោះក៏ដោយក៏ជើងគាត់នៅតែដើរទៅដល់មាត់អូរពន្លឺព្រះច័ន្ទយប់នេះមិនភ្លឺដូចមុនទេខ្យល់ត្រជាក់ធ្វើឲ្យស្បែកគាត់រអិលស្រាប់តែគាត់ទៅសំឡេងជំហានមនុស្សពីក្រោយវីរៈត្រឡប់មកវិញភ្លាមជាបុរសម្នាក់អាយុប្រហែលស្មើគាត់មុខមាត់តានតឹងបងបន្ទាប់ពីយប់ដែលវីរៈបានជួបបុរសអាថ៌កំបាំងនោះព្រឹកថ្ងៃបន្ទាប់ភូមិទាំងមូលហាក់ដូចជាមិនស្ងប់ស្ងាត់ដូចមុនទៀតនៅផ្សារក្រោមដើមស្វាយនិងមុខផ្ទះអ្នកភូមិសំឡេងខ្សឹបខ្សៀវចាប់ផ្ដើមលេចឡើងនិយាយថាមានមនុស្សលួចជួបគ្នាយប់នៅមាត់អូរក្រោយភូមិឥឡូវគួរឲ្យខ្លាចណាស់ពាក្យចាមអារាមរីករាលដាលដោយភ្លើងជូកខ្យល់វីរៈស្ដាប់ដោយមិននិយាយអ្វីទោះបីចិត្តគាត់កំពុងរំភើបនិងបារម្ភក៏ដោយគាត់ដឹងថារឿងនេះអាចក្លាយជាបញ្ហាធំប្រសិនបើនរណាម្នាក់ចង្អុលបង្ហាញខុសមនុស្សថ្ងៃមួយខណៈវីរៈកំពុងអូសអន្ទាក់ត្រីស្រាប់តែមានក្មេងប្រុសម្នាក់រត់មកហៅពូវីរៈអ្នកធំកំពុងប្រជុំគ្នានៅផ្ទះមេភូមិបេះដូងវីរៈធ្ងន់ចុះនៅក្នុងផ្ទះមេភូមិមនុស្សជាច្រើនអង្គុយជុំគ្នាមុខតានតឹងមេភូមិនិយាយដោយសំឡេងធ្ងន់មានរឿងមិនល្អកើតឡើងយប់នៅមាត់អូរយើងត្រូវរកការពិតភ្នែកមនុស្សមួយចំនួនងាកមកលើវីរៈព្រោះគាត់ជាមនុស្សដែលទៅឆក់ត្រីយប់ញឹកញាប់វីរៈមានអារម្មណ៍ដូចជាខ្យល់ត្រជាក់បក់ចូលក្នុងទ្រូងគាត់យល់ថាការស្ងៀមស្ងាត់របស់គាត់អាចត្រូវបកស្រាយខុសខ្ញុំទៅឆក់ត្រីពិតវីរៈនិយាយដោយសំឡេងស្ងប់ខ្ញុំមិនចង់ជាប់ពាក់ព័ន្ធនឹងរឿងអ្នកណាទេការប្រជុំបញ្ចប់ដោយមិនមានចម្លើយច្បាស់ប៉ុន្តែការសង្ស័យមិនបានបញ្ចប់តាមនោះឡើយយប់នោះវីរៈមិនទៅឆក់ត្រីទៀតទេគាត់អង្គុយនៅផ្ទះមើលពន្លឺច័ន្ទតាមបង្អួចស្រាប់តែមានសំឡេងគោះទ្វារក្រៅទ្វារគឺស្ត្រីម្នាក់មុខស្រពោនភ្នែកពោពេញដោយការភ័យខ្លាចវីរៈស្គាល់នាងភ្លាមនាងជាស្ត្រីដែលគាត់គិតថាបានឃើញនៅយប់ដំបូងបងសូមជួយខ្ញុំនាងនិយាយស្រាលខ្ញុំដឹងថាបងបានឃើញអ្វីមួយតែសូមកុំឲ្យរឿងនេះបំផ្លាញជីវិតខ្ញុំវីរៈឈប់ស្ងៀមពេលនេះគាត់ស្ថិតនៅចំណុចសំខាន់មួយរវាងការនិយាយការពិតនិងការរក្សាសម្ងាត់ពន្លឺច័ន្ទភ្លឺលើមុខនាងបង្ហាញទឹកភ្នែកដែលហាក់ដូចជាកំពុងរង់ចាំចម្លើយពីគាត់វីរៈឈរមុខទ្វារស្ដាប់សំឡេងដង្ហើមរបស់ស្ត្រីនោះដែលញ័រដូចស្លឹកឈើជូកខ្យល់គាត់មិនអញ្ជើញនាងចូលផ្ទះទេប៉ុន្តែបិទទ្វារពាក់កណ្ដាលដើម្បីកុំឲ្យអ្នកជិតខាងសង្ស័យពន្លឺច័ន្ទប៉ះលើមុខនាងធ្វើឲ្យទឹកភ្នែកភ្លឺចាំងខ្ញុំមិនបានចង់បង្កបញ្ហាទេនាងនិយាយស្រាលតែពាក្យចាមអារាមអាចសម្លាប់មនុស្សម្នាក់បានដោយកាំបិតមិនឃើញឈាមវីរៈដកដង្ហើមជ្រៅគាត់នឹកឃើញមុខម្ដាយចាស់នឹកឃើញជីវភាពលំបាកនិងការរស់នៅក្នុងភូមិតូចមួយដែលពាក្យមួយអាចធ្វើឲ្យមនុស្សរងរបួសបានយូរខ្ញុំមិនបាននិយាយអ្វីទៅនរណាម្នាក់ទេគាត់និយាយយឺតហើយខ្ញុំក៏មិនចង់និយាយដែរស្ត្រីនោះបត់ក្បាលគោរពស្រាប់តែទឹកភ្នែកធ្លាក់ចុះលើដីនាងត្រឡប់ទៅក្នុងភាពងឹតដោយមិននិយាយពាក្យច្រើនទៀតប៉ុន្តែភាពស្ងប់ស្ងាត់មិនបានស្ថិតស្ថេរយូរទេថ្ងៃបន្ទាប់មេភូមិជូនដំណឹងថា
យប់នឹងមានការដើរត្រួតពិនិត្យម៉ូតអូដើម្បីបញ្ចប់ពាក្យចាំអារ៉ាមមនុស្សក្នុងភូមិមួយចំនួនមានក្តីសង្ឃឹមខ្លះវិញមានការភ័យខ្លាចវីរៈស្ថិតនៅចំណុចពិបាកជាងមុនបើគាត់ទៅគាត់អាចជួបអ្វីដែលមិនចង់ឃើញបើគាត់មិនទៅការសង្ស័យអាចត្រឡប់មកលើគាត់វិញយប់មកដល់ពន្លឺច័ន្ទត្រូវពកបាំងពាក់កណ្ដាលក្រុមត្រួតពិនិត្យដែលយឺតជិតម៉ូតអូសំឡេងជើងលើស្មៅសើមធ្វើឲ្យបេះដូងវីរៈលោតតាមចង្វាក់ស្រាប់តែពីក្រោយដើមឈើមានសំឡេងរត់ភ្លាមមនុស្សខ្លះស្រែកខ្លះភ័យប៉ុន្តែអ្វីដែលលេចចេញមិនមែនជារឿងដែលគេគិតទេគ្រាន់តែជាយុវជនពីរនាក់ដែលមកជួបគ្នាដើម្បីនិយាយរឿងគ្រួសារនិងអនាគតព្រោះខ្លាចពាក្យមាត់ភូមិភាពតានតឹងស្រាលចុះភ្លាមមេភូមិដកដង្ហើមធ្ងន់ហើយនិយាយថាពីថ្ងៃនេះទៅយើងគួរតែប្រយ័ត្នពាក្យនិយាយព្រោះការសង្ស័យអាចបង្កគ្រោះថ្នាក់វីរៈឈោមើលទឹកអូរដែលហូរដូចដើមគាត់យល់ថាការរក្សាសម្ងាត់មួយចំនួនមិនមែនជាការលាក់បាបទេប៉ុន្តែជាការការពារមនុស្សពីការឈឺចាប់មិនចាំបាច់យប់នោះពន្លឺច័ន្ទភ្លឺឡើងវិញវីរៈត្រឡប់ទៅផ្ទះដោយចិត្តស្រាលជាងមុនប៉ុន្តែដឹងថាមេរៀននេះនឹងនៅជាមួយគាត់យូរណាស់ក្រោយយប់នៃការត្រួតពិនិត្យម៉ូតអូត្រឡប់មកស្ងប់ស្ងាត់វិញព្រឹកមួយវីរៈកាន់អន្ទាក់ត្រីដើរទៅអូមិនមែនដោយភាពភ័យខ្លាចដូចមុនទៀតទេប៉ុន្តែដោយចិត្តស្ងប់និងយល់ដឹងថ្មីពន្លឺព្រឹកប៉ះលើទឹកអូធ្វើឲ្យវាស្រស់ស្អាតជាងមុនវីរៈគិតថាទឹកមិនធ្លាប់រក្សារឿងណាមួយយូរទេអ្វីហូរទៅតាមពេលវេលាមានតែចិត្តមនុស្សប៉ុណ្ណោះដែលចូលចិត្តចាប់យកអតីតកាលមកធ្វើជាបន្ទុកនៅផ្សារមនុស្សចាប់ផ្ដើមនិយាយរឿងផ្សេងមិនសូវនឹកឃើញពាក្យចាំអារ៉ាមចាស់ទៀតស្ត្រីនោះវីរៈឃើញនាងដើរជាមួយម្ដាយញឹមស្រាលមិនមានភាពភ័យខ្លាចដូចមុននាងមិននិយាយអ្វីទៅគាត់ទេតែភ្នែកនាងប្រាប់អំណរគុណថ្ងៃមួយវីរៈត្រូវអញ្ជើញទៅផ្ទះមេភូមិនិយាយដោយសំឡេងស្មោះអរគុណដែលអូនចេះស្ងៀមនិងមិនបង្កបញ្ហាពេលភូមិដានតឹងមនុស្សល្អមិនមែនអ្នកដែលនិយាយច្រើនទេប៉ុន្តែអ្នកដែលដឹងពេលណាគួរនិយាយនិងពេលណាគួរស្ងៀមវីរៈញឹមស្រាលគាត់មិនមានអារម្មណ៍ថាខ្លួនឯងជាវីរបុរសទេគាត់គ្រាន់តែជាមនុស្សធម្មតាម្នាក់ដែលបានជ្រើសរើសមិនធ្វើឲ្យរឿងតូចក្លាយជាគ្រោះធំយប់ចុងក្រោយវីរៈត្រឡប់ទៅមាត់អូម្ដងទៀតដើម្បីឆក់ត្រីពន្លឺព្រះច័ន្ទឆ្លុះលើទឹកដូចកញ្ចក់គាត់ឆក់បានត្រីមួយចំនួនមិនច្រើនប៉ុន្តែគ្រប់គ្រាន់សម្រាប់ជីវិតថ្ងៃស្អែកគាត់ឈរមើលទឹកហើយនិយាយក្នុងចិត្តអ្វីដែលភ្នែកឃើញមិនចាំបាច់ជាការពិតទាំងអស់អ្វីដែលមាត់និយាយអាចជាអាវុធឬជាថ្នាំព្យាបាលការស្ងៀមស្ងាត់ម្ដងម្កាលគឺជាការស្មោះត្រង់ខ្លាំងបំផុតវីរៈបាត់ខ្លួនត្រឡប់ផ្ទះក្នុងពន្លឺច័ន្ទនិងភាពស្ងប់ស្ងាត់ដែលបានវិលត្រឡប់មកជីវិតគាត់វិញខែបន្ទាប់មកភូមិវិលត្រឡប់ទៅជីវិតធម្មតាមាត់អូដែលធ្លាប់ជាកន្លែងពាក្យចាំអារ៉ាមឥឡូវក្លាយជាកន្លែងដែលកុមារមកលេងទឹកនិងអ្នកចាស់មកអង្គុយនិយាយរឿងចាស់វិញវីរៈនៅតែទៅឆក់ត្រីប៉ុន្តែពេលនេះគាត់ទៅមិនមែនតែដើម្បីជីវភាពប៉ុណ្ណោះទេគាត់ទៅដើម្បីស្ងប់ចិត្តទឹកអូបានក្លាយជាកន្លែងដែលគាត់រៀនស្ដាប់ខ្លួនឯងនិងយល់ពីមនុស្សដទៃថ្ងៃមួយវីរៈជួបបុរសអាថ៌កំបាំងដែលធ្លាប់សួរគាត់យប់មុនពេលនេះមុខបុរសនោះមិនតានតឹងទៀតទេអរគុណបងគេនិយាយខ្លីបើថ្ងៃនោះបងនិយាយអ្វីអាចខូចអស់ហើយវីរៈគ្រាន់តែញឹមជីវិតមនុស្សមិនត្រូវការអ្នកចោទប្រកាន់ច្រើនទេតែត្រូវការអ្នកយល់ចិត្តបន្តិចក្រោយមកមេភូមិចាប់ផ្ដើមឲ្យវីរៈជួយមើលការងារសហគមន៍តូចដូចជាអូរទឹកស្រះត្រីនិងការរក្សាសន្តិសុខយប់មនុស្សភូមិចាប់ផ្ដើមទុកចិត្តគាត់មិនមែនព្រោះគាត់និយាយល្អទេប៉ុន្តែព្រោះគាត់ចេះស្ងៀមនៅពេលគួរស្ងៀមយប់មួយក្រោមពន្លឺច័ន្ទវីរៈឈរមើលទឹកអូររហូតដូចថ្ងៃដំបូងដែលគាត់បានឃើញអ្វីតែពេលនេះចិត្តគាត់មិនច្របូកច្របល់ទៀតទេគាត់យល់ថាមនុស្សម្នាក់អាចផ្លាស់ប្ដូរភូមិមួយមិនចាំបាច់ដោយសម្លេងខ្លាំងគ្រាន់តែដោយការទទួលខុសត្រូវនិងមេត្តាករុណាវីរៈបាត់ខ្លួនត្រឡប់ផ្ទះដោយគិតថាជីវិតដូចទឹកអូរអ្នកដែលចេះឲ្យវាហូរនឹងរស់បានស្ងប់ជាងអ្នកដែលព្យាយាមរារាំងវាឆ្នាំមួយកន្លងផុតទៅមាត់អូរខាងក្រោយភូមិមិនមែនជាកន្លែងនៃពាក្យចាំអារ៉ាមទៀតឡើយវាក្លាយជាកន្លែងដែលមនុស្សមករកភាពស្ងប់មកលៀងចិត្តមកនឹកគិតនិងមករំលឹកអតីតកាលវីរៈឥឡូវមិនត្រឹមតែជាអ្នកឆក់ត្រីទេគាត់ក្លាយជាមនុស្សដែលអ្នកភូមិពឹងពាក់ពេលមានរឿងលំបាកមនុស្សមកសុំគំនិតពីគាត់មិនមែនព្រោះគាត់ឆ្លាតជាងគេប៉ុន្តែព្រោះគាត់មិនវិនិច្ឆ័យគេដោយពាក្យឆាប់រហ័សព្រឹកមួយមេភូមិចាស់ប្រកាសលាលែងមនុស្សជាច្រើនលើកឈ្មោះវីរៈគាត់ស្ទាក់ស្ទើរតែចុងក្រោយយល់ព្រមមិនមែនដោយចង់មានអំណាចទេប៉ុន្តែដោយចង់រក្សាសេចក្តីស្ងប់ដែលភូមិនេះទើបតែរកបានយប់ចុងក្រោយមុនថ្ងៃប្រកាសជាផ្លូវការវីរៈដើរទៅមាត់អូរតែម្នាក់ឯងពន្លឺព្រះច័ន្ទឆ្លុះលើទឹកដូចថ្ងៃដំបូងដែលគាត់ទៅឆក់ត្រីហើយឃើញអ្វីដែលមិនគួរឃើញគាត់ញឹមស្រាលនឹកឃើញថាប្រសិនបើថ្ងៃនោះគាត់និយាយដោយអារម្មណ៍ភូមិនេះប្រហែលជាមិនស្ងប់ដូចថ្ងៃនេះឡើយគាត់អង្គុយចុះដាក់ដៃលើដីត្រជាក់ហើយនិយាយក្នុងចិត្តទឹកអូរមិននិយាយតែវាបង្រៀនអ្នកដែលចេះស្ដាប់មនុស្សល្អមិនមែនអ្នកដែលឃើញច្រើន
តែជាអ្នកដែលដឹងថាអ្វីគួរឲ្យស្ងៀមពន្លឺព្រឹកចាប់ផ្ដើមលេចឡើងពីចុងភ្នំវីរៈឈរលើកដង្ហើមជ្រៅហើយដើរត្រឡប់ទៅភូមិមិនមែនជាបុរសឆក់ត្រីដូចមុនទៀតទេប៉ុន្តែជាមនុស្សដែលបានរៀនពីស្ងប់ស្ងាត់និងមេត្តាករុណា